ប្រជាពលរដ្ឋនៅឃុំរយស្រុកកោះញែកខេត្តមណ្ឌលគិរីមួយរូបសុំមិនឲ្យបញ្ចេញឈ្មោះនៅថ្ងៃអាទិត្យទី5ខែកុម្ភៈឆ្នាំ2012បានអំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធខេត្តមណ្ឌលគិរីស៊ើបអង្កេតករណីក្រុមហ៊ុនចម្ការកៅស៊ូវៀតណាមមួយឈ្មោះ Pacific ថាបាននាំចូលកម្មករជនជាតិវៀតណាមជាង40នាក់មកធ្វើការនៅក្នុងចម្ការកៅស៊ូនេះប្រជាពលរដ្ឋដដែលបានបញ្ជាក់ថាក្រុមជនជាតិវៀតណាមទាំងនោះត្រូវគេដឹកជញ្ជូនតាមរថយន្តបានមកដល់ចម្ការកៅស៊ូក្រុមហ៊ុន Pacific កាលពីពាក់កណ្ដាលអាធ្រាត្រថ្ងៃទី2ខែកុម្ភៈឆ្នាំ2012ហើយអ្នកទាំងនោះទំនងត្រូវគេរត់ពន្ធនាំចូលមកដោយលួចលាក់ក៏ប៉ុន្តែបានរយៈពេល1ថ្ងៃបន្ទាប់មកកម្មករជនជាតិវៀតណាមទាំងនោះបានព្យាយាមរកច្រកវិលត្រឡប់ទៅស្រុកកំណើតវិញដោយសារតែមេការនៃក្រុមហ៊ុននេះផ្ដល់ប្រាក់កម្រៃខុសពីការព្រមព្រៀងគ្នាមុនពេលនាំពួកគេមកធ្វើការនៅទីនោះមេការដែលយកមកពីវៀតណាមហ្នឹងឲ្យមកធ្វើការនៅស្រុកខ្មែរហ្នឹងមួយថ្ងៃ50000ណាពេលមកដល់ស្រុកខ្មែរការឲ្យគ្នាមួយថ្ងៃតែ16000ទៅហើយខ្លួនហ្នឹងរត់ដឹងទៅច្រកណាអត់មានលុយពីឡានទៅអត់ស្គាល់ខ្លាចពលិសចាប់មកធ្វើកម្មករបងមិនអ្នកបច្ចេកទេសមួយពីហ្នឹងអាហ្នឹងខ្ញុំមិនទៅថាអីទេប៉ុន្តែនេះគឺការគេយកកម្មករវៀតណាមមកដាក់អញ្ចឹងណាខ្ញុំជាខ្មែរខ្ញុំគិតថាវាហាក់បីដូចជាមកវាយបំបែកឆ្នាំកម្មករខ្មែរអញ្ចឹងនៅក្នុងគេហទំព័រស្ដីពីក្រុមហ៊ុនសម្បទាននៅខេត្តមណ្ឌលគិរីនៃក្រសួងកសិកម្មមិនឃើញមានក្រុមហ៊ុនសម្បទានឈ្មោះ Pacific ដែលវិនិយោគដាំកៅស៊ូនៅស្រុកកោះញែកខេត្តមណ្ឌលគិរីនោះទេចំណែកប្រធានមន្ត្រីកសិកម្មខេត្តមណ្ឌលគិរីគឺលោកសុងខៀងលោកបានបញ្ជាក់ថានៅស្រុកកោះញែកមិនមានក្រុមហ៊ុនសម្បទានឈ្មោះ Pacific នោះឡើយយ៉ាងនេះក្តីអធិការប៉ូលីសស្រុកកោះញែកលោកម៉ែនសាវុនបានអះអាងថាក្រុមហ៊ុនចម្ការកៅស៊ូ Pacific មានទីតាំងក្នុងឃុំរយស្រុកកោះញែកជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែងបានវិនិយោគលើដីសម្បទានជាង30000ហិកតាដើម្បីដាំកៅស៊ូលោកបន្តថានៅក្នុងក្រុមហ៊ុននេះមានតែបុគ្គលិកជាអ្នកបច្ចេកទេសជនជាតិវៀតណាមបានមកធ្វើការនៅក្នុងក្រុមហ៊ុននេះនិងបានចុះបញ្ជីរដ្ឋបាលត្រួតពិនិត្យដោយប៉ូលីសមូលដ្ឋានស្រុកកោះញែកកម្មករហ្នឹងគឺមានអ្វីនិយាយធ្វើលក្ខណៈដែលខ្ញុំចុះទៅពិនិត្យដែរប៉ុន្តែនេះក៏កម្មករជំនាញការដាំដុះយើងខ្មែរយើងមានទៅយកទៅបងអត់មានពាក់ព័ន្ធនេះទេប្រជាពលរដ្ឋរស់នៅឃុំរយអ្នកធ្លាប់បានធ្វើជាកម្មករនៅក្នុងចម្ការកៅស៊ូក្រុមហ៊ុន Pacific សូមមិនឲ្យបញ្ចេញឈ្មោះបានឲ្យដឹងថាក្រុមកម្មករជនជាតិវៀតណាមទាំងនោះពួកគេធ្វើការងារសាមញ្ញអាចប្រជាពលរដ្ឋខ្មែរជាកម្មករនៅក្នុងក្រុមហ៊ុននេះធ្វើបានដូចគ្នាក៏ប៉ុន្តែមេការនៅក្រុមហ៊ុននេះធ្លាប់បានប្រាប់កម្មករខ្មែរនៅទីនោះថាគេនឹងនាំកម្មករពីវៀតណាមមកធ្វើការនៅទីនេះវិញពីព្រោះកម្មករខ្មែរទារប្រាក់កម្រៃខ្ពស់ជាងកម្មករនាំពីប្រទេសវៀតណាមប្រជាពលរដ្ឋដដែលសម្ដែងក្តីបារម្ភថាទៅថ្ងៃអនាគតប្រសិនបើក្រុមអាជ្ញាធរមិនបានត្រួតពិនិត្យបញ្ហានាំចូលពលកម្មពីបរទេសមិនបានត្រឹមត្រូវទេនោះប្រជាពលរដ្ឋខ្មែរនឹងបាត់បង់ការងារធ្វើកាន់តែច្រើនឡើងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីលោកកែបតក់បានអះអាងថាលោកមិនបានដឹងពីរឿងនេះទេហើយលោកនឹងធ្វើការត្រួតពិនិត្យសេចក្តីរាយការណ៍នេះនៅសប្តាហ៍ក្រោយខ្ញុំរដ្ឋាវិសាលវិទ្យុអាស៊ីសេរីរាយការណ៍